2. ការនាំចូលក្នុងគោលបំណងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងសេដ្ឋកិច្ចតំបន់និងសេដ្ឋកិច្ចពិភពលោកឲ្យសម្រេចបានជោគជ័យនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្រសំខាន់ៗគ្របដណ្ដប់ទូទៅលើវិស័យពាណិជ្ជកម្មដោយបានធ្វើការថែរក្សានិងអភិវឌ្ឍទីផ្សារតាមរយៈការសម្របសម្រួលពាណិជ្ជកម្មការបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីពហុភាគីជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍នានានិងការបើកផ្លូវឲ្យមានការចូលរួមពីផ្នែកឯកជននៅក្នុងសកម្មភាពពាណិជ្ជកម្មដោយសារប្រទេសយើងពុំទាន់មានការរីកចម្រើនខាងផ្នែកឧស្សាហកម្មនិងកសិឧស្សាហកម្មដើម្បីបំពេញតម្រូវការចាំបាច់របស់ប្រទេសកម្ពុជាជាមួយនឹងការរីកចម្រើនកើនឡើងផ្នែកជីវភាពរស់នៅនិងតម្រូវការប្រើប្រាស់ការនាំចូលផលិតផលពីប្រទេសក្រៅនៅតែជាកត្តាសំខាន់នៅឡើយទំនិញនាំចូលសំខាន់ៗដែលឆ្លងកាត់ការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកម្មគនត្រូលនៅឆ្នាំ2009មានថ្លៃដើមសរុបចំនួន$3,769,863,818 ទំនិញទាំងនោះភាគច្រើននាំចូលពីប្រទេសថៃវៀតណាមសិង្ហបុរីចិនឥណ្ឌាកូរ៉េហុងកុងម៉ាឡេស៊ីឥណ្ឌូនេស៊ីបារាំងសហរដ្ឋអាមេរិកអាល្លឺម៉ង់តៃវ៉ាន់ជប៉ុនអង់គ្លេសទំនិញទាំងនេះមានម្ហូបអាហារភេសជ្ជៈសារធាតុគីមីប្រេងឥន្ធនៈឱសថនិងបរិក្ខារពេទ្យគ្រឿងសម្អាងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរសម្ភារៈសំណង់និងយានជំនិះគ្រប់ប្រភេទ